ហ្នឹងហើយថ្ងៃនេះអត្ថបទប្លែកថ្មីមួយខ្ញុំថាស្គាល់ច្បាស់ពីអ្នកជំងឺ3ក្រុមអាចគ្រប់គ្រងដឹកនាំបញ្ជាមនុស្សបានហើយធម្មតាក្នុងលោកនេះយើងធ្លាប់ដឹងថាមានអ្នកឈឺហើយបើនិយាយពីអ្នកឈឺវិជ្ជបណ្ឌិតដែលជំនាញគឺដឹងច្បាស់ប្រភេទនៃជំងឺអាចគ្រប់គ្រងនឹងព្យាបាលបានដោយងាយយ៉ាងណាមិញថ្ងៃនេះអ្នកជំងឺ3ពួកដែលយើងដឹងឲ្យច្បាស់យើងអាចគ្រប់គ្រងដឹកនាំជាមនុស្សបានណាគឺពួកទី1ក្រុមជំងឺដែលបានភោជនគ្រប់គ្រាន់ក្តីមិនបានភោជនគ្រប់គ្រាន់ក្តីបានភេសជ្ជៈគ្រប់គ្រាន់ក្តីមិនបានភេសជ្ជៈគ្រប់គ្រាន់ក្តីបានឧបថាសំគួរក្តីមិនបានឧបថាសំគួរក្តីមិនអាចជាបានទេក្រុមទី2គឺក្រុមអ្នកជំងឺដែលបានភោជនគ្រប់គ្រាន់ក្តីមិនបានភោជនគ្រប់គ្រាន់ក្តីបានភេសជ្ជៈគ្រប់គ្រាន់ក្តីមិនបានភេសជ្ជៈគ្រប់គ្រាន់ក្តីបានឧបថាសំគួរក្តីមិនបានឧបថាសំគួរក្តីក៏អាចជាចាកជំងឺបានដែរហើយក្រុមអ្នកជំងឺទី3គឺបានភោជនគ្រប់គ្រាន់មិនមែនមិនបានភោជនគ្រប់គ្រាន់ទេបានភេសជ្ជៈគ្រប់គ្រាន់មិនមែនមិនបានភេសជ្ជៈគ្រប់គ្រាន់ទេបានឧបថាសំគួរមិនមែនមិនបានឧបថាសំគួរទេអាចជាចាកជំងឺគ្រប់យ៉ាងបានហើយនេះគឺជាសភាពរបស់អ្នកឈឺក្នុងលោកនេះដែលតែមានប្រកបក្នុងលោកនេះដែរនិរជនណាក៏ដោយស្គាល់ច្បាស់អំពីអ្នកជំងឺ3ក្រុមនេះយើងពិតជាអាចគ្រប់គ្រងដឹកនាំបញ្ជាមនុស្សបានគឺយើងស្គាល់អំពីលក្ខណៈមនុស្សដែលយើងប្រគល់អ្វីៗគ្រប់យ៉ាងក៏នៅតែមិនសមដំបូងចិត្តអ្នកដែលយើងផ្ដល់ប្រគល់អ្វីគ្រប់យ៉ាងឬមិនបានគ្រប់ក៏ដោយក៏ចេះសមដំបូងចិត្តនឹងអ្នកដែលយើងផ្ដល់ប្រគល់អ្វីគ្រប់យ៉ាងយើងទំនុកបំរុងគ្រប់យ៉ាងយើងការពារគ្រប់យ៉ាងហើយចេះល្មមក្នុងចិត្តនេះគឺជាលក្ខណៈទាំង3ប្រភេទសូមអរគុណនិងសូមអរគុណ